លោកពូទីនសន្យាថានឹងនាំមកនូវជោគជ័យបន្ថែមទៀតសម្រាប់យោធានៅបំណាច់ឆ្នាំនេះយោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាកងកម្លាំងរុស្ស៊ីកំពុងរុញច្រានកងទ័ពអ៊ុយក្រែននៅតាមបណ្ដោយខ្សែបន្ទាត់ជួរមុខហើយគ្រោងនឹងផ្ដល់ជ័យជំនះថ្មីៗនៅមុនដំណាច់ឆ្នាំនេះមេដឹកនាំរុស្ស៊ីរូបនេះបានគូបញ្ជាក់អំពីស្ថានភាពនៃការប្រយុទ្ធប្រឆាំងនឹងទីក្រុងគីវក្នុងអំឡុងពេលសម័យសួរសំណួរប្រចាំឆ្នាំរបស់គាត់កាលពីថ្ងៃសុក្រដោយបន្ថែមថាគាត់ប្រកាសណាស់ថាមុនដំណាច់ឆ្នាំនេះយើងនឹងឃើញពីភាពជោគជ័យថ្មីនៃកងកម្លាំងប្រដាប់អាវុធរបស់យើងដែលជាអ្នកប្រយុទ្ធរបស់យើងលោកពូទីនបាននិយាយទៀតថាកងកម្លាំងរុស្ស៊ីបានដណ្ដើមបានទាំងស្រុងនៅគំនិតរួចផ្ដើមយុទ្ធសាស្ត្រនេះបន្ទាប់ពីបានបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk នៅនីតិខៈរដូវទីក្រុងគីវបានបើកការលុកលុយកាលពីឆ្នាំមុនដោយអះអាងថាខ្លួននឹងពង្រឹងជំហរក្នុងអំឡុងពេលការចរចាសន្តិភាពជាយថាហេតុបន្ទាប់ពីការរំដោះទីក្រុង Krasnoarmy ឬ Pokrovsk នៅដើមខែធ្នូរុស្ស៊ីទទួលបានមូលដ្ឋានដំណាក់កាលមួយសម្រាប់ការវិវត្តយ៉ាងខ្លាំងបន្ថែមទៀតទៅលើអ្វីដែលលោកពូទីនហៅថាតំបន់ការពារសំខាន់របស់ទីក្រុងគីវនៅ Donbas ដោយគ្របដណ្ដប់លើទឹកដីនៃទីក្រុងរវាងទីក្រុង Slavian Kramatorsk និង Konstantinovka លោកបានបន្តថាវត្ថុចុងក្រោយនេះត្រូវបានទាហានរុស្ស៊ីប្រជែងយកជ័យជំនះរួចទៅហើយ